នេះគឺជាវីដេអូចុងក្រោយដែលខ្ញុំបង្រៀនបងប្អូនអ្នកគ្នាពីរបៀបលេងហ្គីតាតោះហើយថ្ងៃនេះខ្ញុំនឹងបង្រៀនបងប្អូនអ្នកគ្នាពីរបៀបចាប់អាខត chord D អញ្ចឹងខ្ញុំនឹងថារបៀបចាប់ chord D មិនទស្សនាវីដេអូនេះទាំងអស់គ្នាដើម្បីចាប់ chord D បានបងប្អូនអ្នកគ្នាត្រូវដឹងថាយើងប្រើខ្ទង់ទី2និងខ្ទង់ទី3អញ្ចឹងយើងប្រើ3ម្រាមដូចគ្នាអូខេអញ្ចឹងម្រាមទី1ម្រាមទី2ម្រាមទី3ដែរដៃទី1ចាប់ខ្សែទី3ខ្ទង់ទី2ដៃទី1ចាប់ខ្សែទី3ខ្ទង់ទី2ខ្សែទី3ណាខ្សែទី3ខ្ទង់ទី2ចឹងរាប់ពីក្រោមមកខ្សែទី3ខ្ទង់ទី2ដៃទី2ចាប់ខ្សែទី1ខ្ទង់ទី2ខ្សែទី1ខ្សែតូចយើងណានៅខ្ទង់ជាមួយគ្នាហើយដៃទី3ចាប់ខ្សែទី2ខ្ទង់ទី3បងប្អូនខ្សែទី2ខ្ទង់ទី3ចឹងវាប្រើពីខ្ទង់ទី2និងខ្ទង់ទី3បងប្អូនដៃទី1ចាប់ខ្សែទី3ខ្ទង់ទី2ដៃទី2ចាប់ខ្សែទី1ខ្ទង់ទី2ដូចគ្នាហើយដៃទី3ចាប់ខ្សែទី2ខ្ទង់ទី3បងប្អូនអរគ្នាតោះនេះគឺជា chord D បងប្អូនគេចាប់ក្រមយើងចាប់វិញមកដៃទី1ចាប់ខ្សែទី2ដៃទី2ចាប់ខ្សែទី1ហើយដៃទី3ចាប់ខ្សែទី2ខ្ទង់ទី3យើងកែចេញមកអូខេបន្ទាប់ពីយើងចេះ chord នឹងហើយយើងរៀនសំសតណាយើងដាក់ចឹងមកដាក់ពីលើហើយដាក់ចឹងណាគេទៅក្រោមនេះមកទៅកត់ទៅខាងនេះមកណាអូខេបន្ទាប់ពីយើងចេះ chord D ហើយអានេះខ្ញុំសរសើរបងប្អូនទាំងនេះទៅខំប្រឹងបន្ថែមទៀត3 chord និង4 chord ហ្នឹងតោះអូខេឥឡូវយើងមកគុំវាចូលគ្នាពី chord G E C ហើយនិង D គឺជា chord ចុងក្រោយអូខេតោះឥឡូវយើងលេងចូលគ្នាយើងអត់ទាន់ចេះស្រានទេអញ្ចឹងយើងចេះកោះចុះក្រោម4មកអូខេតោះឥឡូវយើងចាប់ដំបូងយើងចាប់ពី chord G មកយើងរៀនពី chord G មែនទេ G 1 2 3 4មក E 1 2 3 4មក C 1 2 3 4រួចមក D 1 2 3 4អូខេយើងចេះ4 chord ហ្នឹងហើយយើងអាចលេងហ្គីតាបានហើយបងប្អូនទាំងគ្នាអញ្ចឹងតោះឧទាហរណ៍ថាចម្រៀងមួយបកច័ន្ទអើយច័ន្ទអើយរាំងសែនល្អម្ល៉េះទេប៉ុន្តែមានមេនាងនៅសែនឆ្ងាយអញ្ចឹងណាអញ្ចឹងបងប្អូនទាំងគ្នាចេះ4 chord ហ្នឹងហើយអាចលេងហ្គីតាបានខ្លះៗហើយអញ្ចឹងអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានពីវីដេអូទី1រហូតដល់វីដេអូទី5ហើយបងប្អូនទាំងគ្នាអញ្ចឹងបើបងប្អូនអត់យល់ឬក៏ចង់បានវគ្គតទៀតក៏មិនមកបងប្អូនទាំងគ្នាខ្ញុំនឹងបរិញ្ញាបងប្អូនតទៀតអូខេទោះបីមិនយល់ឬក៏យល់អ្នកចេះប្រមាណអ្នកអត់ចេះប្រមាណក៏មិនប្រាច់ខ្ញុំផងខ្ញុំនឹងធ្វើវីដេអូបរិញ្ញាថែមទៀតអរគុណបងប្អូនទាំងគ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតជាមួយនឹងការលក់កុំព្យូទ័រ